ឥឡូវហ្នឹងគឺយើងចាប់ដើមចេញដំណើរទៅលេងនៅខាងព្រៃកោងកាងណាបងប្អូនយើងជិះពីខាងរៀម homestay នេះទៅក្នុងរយៈពេល2ម៉ោងអីគឺយើងបានទៅដល់ព្រៃកោងកាងហើយសម្រាប់ខ្ញុំផ្ទាល់ដែរគឺខ្ញុំអត់ធ្លាប់បានទៅទេនេះគឺលើកដំបូងរបស់ខ្ញុំហើយអញ្ចឹងខ្ញុំអត់ទាន់ដឹងថាតើនៅព្រៃកោងកាងហ្នឹងមានអីលេងឬមួយក៏ទេសភាពបរិយាកាសស្រស់ស្រាយឬមួយបែបម៉េចបែបម៉ាអីទៅគឺខ្ញុំអត់ទាន់បានដឹងទេណាបងប្អូនអាចតាមដានក្នុងវីដេអូនេះបានហើយខ្ញុំនឹងបង្ហាញបងប្អូនបន្តទៀតតោះឥឡូវយើងកំពុងជិះទូកទៅហើយពីខាងនេះទៅអូយសុបាយមួយយ៉ាងដែរតាមានអីទូកគេអត់ធំអត់តូចហ្មងទេជាប្រភេទទូកស្មាច់ចឹងណាតោះទេសភាពតាមផ្លូវឥឡូវហ្នឹងគឺស្អាតនិយាយទៅមើលឃើញភ្នំមើលឃើញព្រៃឈើអីចឹងទៅមាត់ហ្នឹងចឹងណាបងប្អូនហើយអាលោកអីគឺអត់សូវខ្លាំងទេម៉ូមប៉ុណ្ណេះសម្រាប់អ្នកដែលពលទូកម៉ូមអីគឺអត់បញ្ហាអាចជិះទៅបានអត់បញ្ហាទេព្រោះថាអត់មានអាលោកអីធំទេចាបងប្អូនតោះឥឡូវចាំទៅមើលជាមួយនឹងខ្ញុំទាំងអស់គ្នាសភាពតាមផ្លូវដែលយើងជិះពីខាងរៀម homestay នឹងទៅលេងនៅខាងព្រៃកោងកាងបងប្អូនស្អាតខ្លាំងមែនតើណានិយាយទៅនៅតាមផ្លូវនេះគឺយើងឃើញមានត្រីលោតច្រើនខ្លាំងមែនតើហើយយើងបងប្អូនឃើញមានកោះមានអីតាមហ្នឹងអញ្ចឹងណាស្អាតខ្លាំងហើយសម្បូរព្រៃគឺមានព្រៃលិចទឹកដុះព័ទ្ធជុំវិញនឹងតែម្ដងហើយមានបងប្អូនជាបរិបទខ្មែររស់នៅលើនឹងដែរភាគច្រើនខ្ញុំឃើញគឺគាត់ដើរចាប់ក្តាមចាប់ត្រីចាប់ខ្យងអីនៅក្នុងនោះចង់អូយត្រីច្រើនមែនតើខ្ញុំមានអារម្មណ៍ថានៅខាងនេះត្រីច្រើនសម្បូរងាវសម្បូរត្រីខ្លាំងមែនតើណានិយាយទៅបើទឹកវិញអត់សូវជាថ្លាហ្មងតែប៉ុន្តែដោយសារតែមកខែភ្លៀងបងប្អូនបើសិនជាខែអត់ភ្លៀងវិញទឹកថ្លាឆ្វេងហ្មងហើយខាងនោះអីកោះបងប្អូននិយាយទៅយើងជិះទូកចេះមែនប៉ុន្តែទឹកអត់ជ្រៅទេទឹកប្រហែលជាត្រឹមកំពួនជើងយើងតែប៉ុណ្្នឹងឯងអញ្ចឹងទៅបានយើងត្រូវជិះទូកស្មាច់មកអញ្ចឹងយើងចាំបាច់ជិះទូកអីជ្រៅមកជិះទូកធំមកទេហើយនិយាយទៅពីខាងរៀម homestay ទៅលេងព្រៃកោងកាងហ្នឹងជិះខ្ទង់2ម៉ោងណាជិះខ្ទង់2ម៉ោងតែទេសភាពតាមផ្លូវអីហ្នឹងយើងឃើញស្អាតសម្បូរកុកសម្បូរអីហោះពេញហ្នឹងឯងនិយាយទៅទេសភាពនៅនេះស្អាតខ្លាំងមែននិយាយទៅអំណោយផលធម្មជាតិអំណោយផលខ្លាំងមែនតើយើងជិះទៅតាមផ្លូវនិយាយទៅយើងជិះទៅតាមផ្លូវគឺយើងឃើញមានព្រៃកោងកាងដែរណានេះអីសិតតែព្រៃសិតតែភ្នំអីតែម្ដងបងប្អូនខាងនោះវិញគឺអីគេចដាយន្តកញ្ចក់ចដាយន្តកញ្ចក់និយាយទៅពីមុនដល់នេះពីច្រើនអត់សូវមានអ្នកមកលេងមកស្គាល់ទេតំតែឥឡូវទេដែលគេបាត់ទឹកបាត់ដីមកសម្បូរមកច្រើនខ្លាំងមែនតើហើយណាមួយទាំងត្រីទាំងអីវិញនេសាទអីវិញបងប្អូនត្រីនេះច្រើនមែនទាំងក្តាមទាំងខ្យងរសជាតិឆ្ងាញ់មែនតើស្រស់ជាពិសេសងាវគេរាវងាវនៅហ្នឹងបងប្អូនបានមកដល់ហើយបើទិញងាវទៅវិញគឺថាធូរថ្លៃហើយសំខាន់សាច់វិញជ្រប់ឆ្ងាញ់ខ្លាំងហ្មងខ្ញុំនិយាយមែនតោះឥឡូវយើងកំពុងធ្វើដំណើរទៅទៀតហើយប្រហែលជាខ្សល់1ម៉ោងទៀតគឺយើងបានទៅដល់ហើយណាបងប្អូនតោះឃើញហើយបងប្អូនសម្រាប់ព្រៃកោងកាងស្អាតខ្លាំងមែនតើនិយាយទៅគឺព្រៃកោងកាងដុះច្រើននិយាយទៅវែងខ្លាំងណាស់បងប្អូនយើងជិះប្រហែលជាខ្ទង់ចង់កន្លះម៉ោងណានៅក្នុងព្រៃកោងកាងហ្នឹងនិយាយទៅនេះច្រើនណាព្រៃកោងកាងប៉ុន្តែនៅក្នុងមិញហ្នឹងគឺយើងជិះចូលទូកទៅទស្សនានិយាយទៅព្រៃកោងកាងវែងខ្លាំងមែនតើហើយក៏មានផ្ទះជាពលរដ្ឋគាត់រស់នៅតាមមាត់ព្រៃកោងកាងនឹងដូចគ្នាដែរភាគច្រើនគឺគេទៅចាប់ក្តាមថ្មក្តាមអីភាគច្រើនចេញទៅពេលយប់ទេអញ្ចឹងពេលថ្ងៃអត់សូវឃើញក្តាមចេញទេណាបងប្អូនដល់ពេលអញ្ចឹងទៅមិញថតវីដេអូស្អាតមែនស្អាតខ្លាំងសម្រាប់ព្រៃកោងកាងនៅស្រុកខ្មែរយើងស្អាតខ្លាំងបងប្អូនអើយជាពិសេសចាំពេលយើងមកចាំពេលថ្ងៃលិចអីចឹងណាបើបានដាក់មកជាមួយនឹងកាយអមមើលសម្រាប់ព្រៃកោងកាងមានអារម្មណ៍ថាឈឺ relax ខ្លាំងមែនតើស្រស់ស្រាយមានអារម្មណ៍ថារបៀបដូចថា relax យើងមានអារម្មណ៍ថាសម្រាកស្រស់ស្រាយហ្មងណាអារម្មណ៍ធូរស្រាលមែនតើបានមកជិះទូកកំសាន្តនៅតាមព្រៃកោងកាងអញ្ចឹងណាបងប្អូនដល់តែភ្លក់អារម្មណ៍បែបហ្នឹងមិនដឹងថាមានអារម្មណ៍បែបម៉េចយើងទៅខ្ញុំបកយាយក្នុងវីដេអូនេះគឺអត់អាចធ្វើឲ្យមានអារម្មណ៍ថាសុបាយទេប៉ុន្តែដល់បងប្អូនបានមកភ្លក់ពីរសជាតិអារម្មណ៍ស្រស់ស្រាយស្ងប់ស្ងាត់អត់ឮសំឡេងអីទាំងអស់ឮតែសំឡេងសត្វយំតិចឃើញត្រីលោតអីតាមផ្លូវចឹងមានអារម្មណ៍ថាអូយធម្មជាតិយើងពិតជាជួបជាបានអារម្មណ៍យើងឲ្យបានធូរស្រាលខ្លាំងមែនតើអញ្ចឹងមិនហេះសៅអាទិត្យអីបងប្អូនគួរតែដើរលេងខ្លះនិយាយចំទៅតែថៃណាមួយអ្នកចូលចិត្តធម្មជាតិអីទីនេះគឺត្រឹមទឹកព្រឺគឺត្រូវខ្លាំងមែនតើហ្មងអាចមកអមទូកមើលកាយៈអមទូកអមកាយៈមើលព្រៃកោងកាងអីចឹងណាជួយលំហាយអារម្មណ៍យើងខ្លាំងមែនតើប៉ុន្តែនៅទីតាំងនេះគឺបងប្អូនទេសភាពស្អាតមែនតើដូចបងប្អូនបានឃើញពីក្រោយខ្ញុំចឹងណាខ្សាច់ឡងសស្គូសតែម្ដងនិយាយទៅខ្សាច់ពណ៌សស្គូសនៅនេះស្អាតមែនឆ្នេរខ្សាច់អីស្អាតនិយាយទៅគឺនៅខាងកំពង់សោមបងប្អូនហើយនៅខាងរៀម homestay ហ្នឹងទេដែលខ្ញុំមកនេះគឺយើងមកអង្គុយយើងកំងជាភេសជ្ជៈត្រេងអីចឹងណាគេមានត្រេងជាភេសជ្ជៈកាហ្វេមានសូដាមានភេសជ្ជៈច្រើនមុខទៀតគឺយើងអាចចូលមកលេងបានហើយសម្រាប់ការចូលមកលេងគឺយើងអាចទិញសំបុត្រហ្នឹងអាចដូរយកជាភេសជ្ជៈត្រេងបែបនេះបានណាបងប្អូនហើយនិយាយទៅមកដល់ហើយយើងអាចដើរលេងថតរូបអីមកស្រឡាញ់តែម្ដង
nào mùi bên tiền đi một ôn mà ngày ấy với nhé thò thủ ở tê chọn mình tên gì tôi phăng thò thủ pi nụ đó đấy cứ ăn khăng á thò mà chia ấy kháng lộ ấy cứ miên thô miên đảo đô ấy chia mình tên chẳng ngắn hay ăn men hay đấy cứ cái miên gì tới cái miên chua mà tô chua con chua ai ta sập nhiều để nạn là đấy cứ dương chi cài giặc free đỡ cái thay này hay là đấy có cây miên chỉ resort này bên tay sập bông ôn này ở trong nạn nơi đưa môi còn mình lên cặp bông sau thấy mà cất bị trong cặp bông sau mà đo đấy tung chi và hai chỉ sam sập để ti tiếng tới sai sập để ti chứ mà đó là bị trong cặp bông sau mà đo đấy bông ôn mà đo ở riêng homestay cái nắng vì tứ nè cặp bông sau mấy con mình lên bàn đây nó ngày trong sập đà ngày sai là tật ấy ai mình lên bàn dương ai mà còn bằng chụp hết chẹt tiền bạn đi bán nào môi tiết kẹp bị nó có cây miên chỉ là cái nào ở xôn sạch để dương trâu từ mở sạch bàn được kia đài hay bị chó nè để cho chết thọt hụt thọt với tụi ấy đôi nhôm chân ấy cứ thở mình tan mong được xa tà nên đi ở khoa tê plong thọt hụt san mình tan hay nào môi bên tiền đó á cứ chê sạch sạch hay môi tiết cứ dương ai chua tụcยังชี้ទៅលេនៅព្រៃកោងកាងក៏បានដែរសម្រាប់ពីទូកពីរៀមនេះទៅព្រៃកោងកាងហ្នឹងខ្ទង់2ម៉ោងបានយើងជិះទៅដល់សម្រាប់ខ្ញុំរៀបកំណត់បងប្អូនណាពេលវេលាមកដែរល្អគឺយើងមកពីប្រឡំមកពីព្រឹកមកលេងរហូតដល់ល្ងាចហ្មងនៅនេះលេងរហូតដល់ល្ងាចព្រោះសារថានៅរេស្តូរ៉ង់គេនេះគេមានលក់ភេសជ្ជៈលក់ត្រេងហើយលក់ត្រេងលក់អីគ្រប់មុខចឹងហើយគេមានលក់ម្ហូបទៀតនិយាយទៅគេមានលក់ម្ហូបបាយផឹកបាយថ្ងៃអញ្ចឹងណាហើយបើសិនជាបងប្អូនចង់យកជាម្ហូបមកញ៉ាំខ្លួនឯងក៏បានដែរគ្រាន់តែគេគិតលុយពីលើនឹងដូចថា1គីឡូគេគិតប៉ុន្មានអីចឹងទៅបានដូចគ្នាប៉ុន្តែទៅសុភាពស្អាតមែននេះគឺឆ្នេរខ្សាច់ស្អាតការរៀបចំដោយកគេក៏ស្អាតដែរគេរៀបចំមកគឺសម្រាប់ឲ្យអ្នកដែលចូលចិត្តវាយបែបថតរូបស្អាតអីនៅតាមសមុទ្រអីគឺត្រូវខ្លាំងហ្មងនិយាយទៅមិនបាច់ថាចាំជិះដល់កោះឲ្យបងប្អូននៅនេះស្អាតមែនអត់បាច់ចាំទៅជិះទៅលេងដល់កោះរងសឡឹមអីណាមកលេងតែនៅឆ្នេរខ្សាច់ឡើងរៀម homestay ហ្នឹងក៏ខ្សាច់សស្គូហ្មងមែនស្អាតខ្លាំងមែនតើជមើលតិចខ្ញុំនាំបងប្អូនទៅមើលអាចុងមកខាងគេនោះគឺយើងអាចមើលឃើញទៅសុភាពនិយាយទៅមើលពីនេះទៅឃើញភ្នំមានអីចឹងណាហើយមួយវិញទៀតបើពេលល្ងាចឡើងភាគច្រើនបើពេលព្រឹកអីគឺទឹកចាប់ដើមនាចហ្មងអញ្ចឹងទៅគឺភាគច្រើនមានគេចាប់ក្តាមតោចាប់ក្តាមចាប់គៀរាវងាវអីចឹងណានិយាយទៅយើងអាចមកទិញមកអីបានចានិយាយទៅបងប្អូនតោះភ្លក់មើលភេសជ្ជៈយើងទាំងអស់គ្នាអានេះខ្ញុំហៅផាសសិនដោះគោឆ្ងាញ់មែនណានេះរៀម homestay នៅខាងរៀមyes ពេទ្យគេធ្វើឆ្ងាញ់នេះវិញអាយឡាតេភ្លក់នេះម្ដងឆ្ងាញ់កាហ្វេគេក៏ឆ្ងាញ់ដែរគួរសមនិយាយទៅ3លើ10មួយទី3ចាហើយនេះគឺជាវីឡានៅខាងរៀម homestay នឹងដែរក្នុងមួយវីឡានេះគឺគេមាន3បន្ទប់បងប្អូនហើយគេមានភូលនៅកណ្ដាលអញ្ចឹងថ្ងៃនេះគឺខ្ញុំនឹងនាំបងប្អូនទៅមើលប្រភេទបន្ទប់មួយនៅក្នុងវីឡាទី3នេះរបស់គេតែម្ដងអានេះគេហៅ pool private villa ហើយគេមានឲ្យយើងអង្គុយនៅតាមមាត់ pool អញ្ចឹងណាអង្គុយមើលទៅទេសភាពមាត់សមុទ្រអីចឹងទៅបងប្អូនណោះឥឡូវយើងមកមើលខាងក្នុងបន្ទប់គេទាំងអស់គ្នានិយាយទៅក្នុងបន្ទប់គេមួយនិយាយពីទលាយមែនតែនអូខេយើងចូលមកខាងក្នុងមកនេះរៀបចំចេញមកគឺគេមាននេះគឺបន្ទប់ខាងនេះគឺក្រែមួយគេដេកគាត់ចេញមករៀងស្អាតដែរបងប្អូនគឺស្អាតក្នុងបន្ទប់ហ្នឹងគឺមានបន្ទប់ខែមួយហើយនឹងបន្ទប់ទឹកមួយនៅខាងក្នុងភ្លុំសក់អីមួយសិតកាស៊ីវអីចឹងណាចាហើយគេដេកគាត់ខាងក្នុងនេះគឺស្អាតដែរបងប្អូនឃើញទេលយនិយាយទៅធំទលាយមែនតើបន្ទប់ឥឡូវខ្ញុំនាំបងប្អូនទៅមើលមកបន្ទប់ទៀតនិយាយទៅខាងក្នុងបន្ទប់នេះដែរគឺយើងចេញមកបងប្អូនគឺឃើញ view ទេសភាពជាមួយនឹងមាត់សមុទ្រនឹងតែម្ដងគេមានកន្លែងអង្គុយនៅខាងក្រៅចែស្អាតដែរហើយមកបន្ទប់ទៀតហ្នឹងគឺគេហៅនេះរូម2 homestay ទី4ហើយនិយាយទៅក្នុង3បន្ទប់ហ្នឹងគឺនៅក្នុងតែមកវីឡាហ្នឹងតែម្ដងគេធ្វើបែបវីឡាដាច់តម្លៃអញ្ចឹងណាបែបឯកជនតែម្ដងខាងក្នុងបន្ទប់នេះក៏ស្អាតដែរការរៀបចំចេញមកគឺបែបមើលទៅ modern បែបទាន់សម័យមែនតើហ្មងហើយគឺខែមួយដូចគ្នាមានខែមួយគេដេកគាត់យើងមកស្អាត
ចឹងតែម្ដងគឺមានកន្លែងអង្គុយកន្លែងអង្គុយទូភ្ញៀវអីចឹងទៅអង្គុយលេងអង្គុយញ៉ាំតាញ៉ាំអីចឹងណាមានដូចគ្នាអាវភីសមាមានអីចឹងទៅនៅគេដេកបែបដូចអឺរ៉ុបអីចឹងណាបងប្អូនមានដុតអស់ដុតអីចឹងទៅហើយសម្រាប់មកបន្ទប់ហ្នឹងគឺមានកន្ទប់ទឹកនៅខាងក្នុងទាំងអស់តែម្ដងតោះឥឡូវយើងទៅមើលមកបន្ទប់ទៀតមកបន្ទប់ទៀតជាប្រភេទបន្ទប់ខែ2បន្ទប់ខែ2ហ្នឹងគឺសម្រាប់របៀបមេគ្រួសារអីចឹងណាបន្ទប់មួយទៀតហ្នឹងគឺនៅនឹងខាងមុខគេតែម្ដងបងប្អូននិយាយទៅនៅជាប់នឹងភូលនៅខាងមុខតែម្ដងតោះឥឡូវយើងចូលមកមើលទាំងអស់គ្នាអានេះគេហៅរូមទី1តែម្ដងវ៉ាវកន្ទប់នេះធំហ្មងបន្ទប់នេះគឺធំជាងគេតែម្ដងប៉ុន្តែក្នុងកន្ទប់នេះគឺមានខែ2អញ្ចឹងគឺយើងអាចកេងគ្នាបានដល់ទៅ4នាក់បងប្អូនហើយគេមានកន្ទប់ទឹកដូចគ្នាអាវភីសមាហើយនឹងកាសៀវអីដូចគ្នាអញ្ចឹងកន្លែងអង្គុយអីដូចគ្នាបងប្អូនហើយប៉ុន្តែគាត់ថាបន្ទប់នេះវាលយត្រង់ថាគឺយើងគ្រាន់តែបើកតារាងណូតមកយើងអាចមើលឃើញជាមួយនឹងទេសភាពសមុទ្រនៅខាងក្រៅនឹងតែម្ដងឆ្នេរខ្សាច់វិញសក្បោះតែម្ដងបងប្អូនស្អាតខ្លាំងមែនតើគេមានទ្វារយើងបើកចេញទៅក្រៅអញ្ចឹងណានេះបើកចេញមកក្រៅមកឃើញទេសភាពស្អាតខ្លាំងបងប្អូនអើយខ្ញុំនិយាយមែនណាមានអារម្មណ៍ថាគេពីក្នុងកន្ទប់ក៏មើលឃើញដល់ view នៅខាងក្រៅដែរនិយាយទៅក្នុងវីឡាគេហ្នឹងគេធ្វើដាច់ដライពីគ្នានៅនេះគេមាន2-3វីឡាគឺយើងអាចស្នាក់នៅបានវីឡានេះគេហៅថា private pool villa ដែលមាន3បន្ទប់បើមួយទៀតវីឡាដែលមានដូចជា4បន្ទប់5បន្ទប់ខ្ញុំនាំបងប្អូនទៅមើលវីឡាមួយទៀតឥឡូវវីឡានេះគឺយើងមានតែ3បន្ទប់ទេហើយនឹងភូលនៅកណ្ដាលភូលនោះគឺយើងអាចលេងបានក្មេងមនុស្សចាស់អញ្ចឹងណាសម្រាប់ក្មេងមានទឹករាក់ទឹកអីចឹងទៅបងប្អូនអាចមកអង្គុយនេះមកអង្គុយ relax នៅទៅមកបន្ទប់យើងក៏មានអារម្មណ៍ថាស្រស់ស្រាយដែរអូយឈៀលសាហាវហ្មងណានៅនេះខ្យល់បរិយាកាសគឺខ្យល់មែនតែម្ដងហើយស្រស់ស្រាយនិយាយទៅមកអីគឺមានអារម្មណ៍ថាលំហែកាយខ្លាំងមែនតែនណាមួយវិញទៀតវានៅចិត្តនឹងកំពង់សោមជិះតែ40នាទីអីមកអង្គុយញ៉ាំកាហ្វេលេងនៅខាងនេះក៏បានដែរហើយមកស្នាក់នៅតាមមួយយប់ក៏មានអារម្មណ៍ថាធូរស្រាលស្រស់ស្រាយខ្លាំងមែនតើបងប្អូន